ពាក្យមួយគេនិយាយថាបើចង់កែប្រែពិភពលោកខាងក្រៅអ្នកនរគ្នាត្រូវកែប្រែខ្លួនឯងហើយដើម្បីកែប្រែខ្លួនឯងបានអ្នកនរគ្នាត្រូវកែប្រែ mindset អ្នកនរគ្នាសិន mindset ហ្នឹងមកទៅកែប្រែបែបម៉េចអីមកទៅហើយ mindset ហ្នឹងអូខេបានមកពីណាអ្នកនរគ្នាដឹងអត់ការគិតវិធីគិតរបស់យើងរាល់ថ្ងៃហ្នឹងជាអត្តពលខ្លាំងមែនទែនមកលើអនាគតខ្លួនឯងស្អីគេហើយបើខ្ញុំហ៊ាននិយាយចង់ដោយសារតែចេះយើងគិតរាល់ថ្ងៃហ្នឹងបើសិនជាយើងគិតល្អយើងទទួលបានល្អក៏អត់យើងទទួលបានគាត់ហ្នឹងផ្អែកទៅតាមការគិតរបស់យើងពេលដែលយើងគិតរឿងអីមួយច្រើនជាងគេប្រអប់និយាយទៅឧទាហរណ៍ជាយើងគិត5រឿងតែមានអារឿងតូចមួយហ្នឹងអ្នកនរគ្នាគិតពីច្រើនជាងគេដែរតើគិតដេកគិតអង្គុយគិតគំនិតហ្នឹងនឹងខ្លាចជាគំនិតលុបនៅក្នុងខួរក្បាលអ្នកនរគ្នាហើយកាលណាតែវាខ្លាចជាគំនិតលុបហើយវាលុបអត់ផ្សេងហើយឈប់មួយតែឯងមកចាហើយខួរក្បាលរបស់យើងចាប់ផ្ដើមចាប់គំនិតហ្នឹងយកទៅធ្វើជា program មួយនៅក្នុងខួរក្បាលរបស់យើងវានឹងបញ្ចេញសកម្មភាពមកវិញតាមរយៈកាយវិការរបស់អ្នកនរគ្នាវិញបើអ្នកនរគ្នាគិតល្អអ្នកនរគ្នាប្រព្រឹត្តល្អចឹងមិនថាការគិតអ្នកនរគ្នាជាអត្តពលខ្លាំងមែនទែនលើខួររបស់អ្នកនរគ្នាដោយសារតែខួរក្បាលរបស់យើងបានស្រាប់មតិលុបនឹងយកទៅធ្វើជាគំនិតគោលនៅក្នុងខួរក្បាលគំនិតលុបកាលណាតែវាយកទៅធ្វើគំនិតលុបហើយវានឹង program អ្នកនរគ្នាទៅតាមគំនិតដែលអ្នកនរគ្នាគិតអញ្ចឹងមិនថាវាសំខាន់មែនទែននៅក្នុងការដែលយើងគិតល្អៗយើងគិតវិជ្ជមាន